យ៉ាងហោចណាស់មនុស្ស18នាក់បានស្លាប់និង19នាក់បានរងរបួសក្នុងគ្រោះហាគីភ័យដែលបានឆាបឆេះនៅភាគអាស៊ីអាគ្នេយ៍នៃប្រទេសកូរ៉េខាងត្បូងនេះបើយោងតាមតួលេខចុងក្រោយពីក្រសួងកិច្ចការផ្ទៃក្នុងនិងសន្តិសុខរបស់ប្រទេសនេះមនុស្សជាង23,000នាក់ត្រូវបានចម្លៀសចេញហើយទីតាំងបេតិកភណ្ឌជាច្រើនត្រូវបានខូចខាតរួមទាំងប្រាសាទពុទ្ធសាសនាអាយុ1300ឆ្នាំក៏ត្រូវបានបំផ្លាញកាលពីថ្ងៃពុធទី26ខែមិនិនារាយការណ៍ពីទូរទស្សន៍ BBC របស់ចក្រភពអង់គ្លេសវិបត្តិមិនធ្លាប់មានពីមុនមកនៅតែជាបញ្ហាធ្ងន់ធ្ងរបើយោងតាមប្រធានាធិបតីស្ដីទី Han Duck-soo ដែលបាននិយាយថាភ្លើងសរសេរឡើងវិញនៅកំណត់ត្រាសម្រាប់ភ្លើងឆេះព្រៃដ៏អាក្រក់បំផុតនៅក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសរបស់យើងអ្នកបន្លឺអគ្គីភ័យរាប់ពាន់នាក់និងទាហាន 5,000 នាក់កំពុងធ្វើការដើម្បីគ្រប់គ្រងភ្លើងហើយកំពុងត្រូវបានជួយដោយឧទ្ធម្ភាគចក្រយោធាអាមេរិកនៅក្នុងប្រទេសកូរ៉េឧទ្ធម្ភាគចក្របន្លឺអគ្គីភ័យមួយគ្រឿងត្រូវបានធ្លាក់នៅតំបន់ភ្នំកាលពីថ្ងៃពុធនេះបើយោងតាមអាជ្ញាធរស៊ើបអង្កេតមូលហេតុនៃឧបទ្ទវហេតុនេះភ្លើងឆេះព្រៃគឺកម្រកើតមានណាស់ក្នុងប្រទេសកូរ៉េខាងត្បូងហើយបានក្លាយជាគ្រោះមហន្តរាយធំបំផុតក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសនេះអាជ្ញាធរបាននិយាយថាអគ្គីភ័យបានបំផ្លាញប្រាសាទពុទ្ធសាសនាប្រវត្តិសាស្ត្រមួយចំនួនដែលបានសាងសង់ក្នុងឆ្នាំ618នៃគ្រិស្តសករាជហើយរចនាសម្ព័ន្ធស្ថាបត្យកម្មព្រះពុទ្ធសាសនាដែលត្រូវបានចាត់ទុកជាសម្បត្តិជាតិពីរាជវង្សជូសុនក៏ត្រូវបានបាត់បង់ផងដែរ